បាទសួស្តីបន្ទាប់ពីយើងធ្វើទ្រុងឡានរួចហើយយើងកាត់រៀបចំដាក់ធ្វើទ្រុងឡានបានទាំងសងខាងហើយឥឡូវនេះយើងមកមើលការផ្គុំរបស់ទ្រុងឡានគឺយើងបានផ្គុំរួចរាល់ហើយសង្ឃឹមថាបងប្អូនចេះផ្គុំខ្លួនឯងខ្ញុំគិតថាมันពិបាកទេយើងគ្រាន់តែយកតួឡានហើយនឹងទ្រុងដែលយើងបានធ្វើមកផ្គុំហើយយើងបិទជ័រទៅវាជាការស្រេចហើយណាបងប្អូនគឺចេញលទ្ធផលបែបនេះឥឡូវយើងមកមើលការតុបតែងលម្អទ្រុងឡានបន្តិចទាំងអស់គ្នាណាបងប្អូនតិចតួចទេនេះយើងបិទតុបតែងទ្រុងឡានរបស់យើងមកឲ្យមើលទៅមានសោភ័ណភាពយើងមើលទៅស្រស់ស្អាតអីចឹងណាព្រោះថាទ្រុងឡាននេះគឺយើងរួចបានជា99%ហើយណាបងប្អូនយើងគ្រាន់នៅតុបតែងអីតិចតួចបន្ថែមម៉ូដបន្ថែម style លេងតាមចំណង់ចំណូលចិត្តរបស់យើងដែលយើងចង់ដាក់អញ្ចឹងណាវាអត់មានអីច្រើនទេគ្រាន់តែកាត់ចុះកាត់ឡើងអីទៅហើយបងប្អូនបានមើលវីដេអូនេះហើយមកខ្ញុំសង្ឃឹមថាបងប្អូននឹងអាចធ្វើបានណាពីព្រោះថាវាអត់មានអីពិបាកទេណាបងប្អូនគ្រាន់តែកាត់តយើងតិចតួចមកដោយសារជឿបារុងក៏វាស្ដើងដែរវាអត់សូវរឹងទេវាស្ដើងអញ្ចឹងនេះជាវីដេអូតអំពីការធ្វើទ្រុងឡានដោយសារនេះវីដេអូដែលយើងបានយកមកកាត់តវាដាក់តវាចេញជាទ្រុងឡានហើយណាបងប្អូននៅខាងក្រោយឯងនៅធ្វើទ្វារខាងក្រោយមួយទៀតបន្ទាប់ពីធ្វើទ្វារខាងក្រោយរួចហើយទ្រុងឡាននេះគឺរួចរាល់ហើយណាបងប្អូនហើយតួឡានគឺយើងមានស្រាប់ហើយយើងបានភ្ជាប់នឹងតួឡានរួចរាល់ហើយពេលដែលយើងធ្វើរួចរាល់ពីតួឡានតួអីរួចរាល់ហើយយើងនឹងដាក់កង់នៅខាងក្រោមហ្នឹងគឺយើងអាចភ្ជាប់ក្បាលឡានក្បាលអីគឺយើងអាចយកទៅដឹកដីបានហើយណាបងប្អូននេះគឺជាវិធីសាស្ត្រមួយដែលយើងអាចធ្វើឲ្យកូនយើងលេងបានពីការដែលយើងមិនបាច់ទៅទិញឡានគេថ្លៃមកធ្វើណាបងប្អូនសំខាន់ឲ្យតែបងប្អូនធ្វើឲ្យមាំទៅគឺលេងបានយូរដឹកដីបានដោយសារនេះខ្ញុំធ្វើអត់សូវមាំតែគាត់ថាដឹកបានតែគាត់វាអត់បានយូរបើសិនបងប្អូនចង់បានមាំបងប្អូនរកជ័រណាដែលក្រាស់ណាតែសម្រាប់ទ្រុងឡានគឺអត់បញ្ហាទេតែសម្រាប់តួឡានគឺបងប្អូនរកជ័រណាដែលក្រាស់ហើយណាមួយទៀតបើសិនយើងទិញឡានគេ10000ក៏ដឹកអត់បានច្រើនដូចពួកនេះដែរពួកនេះដឹកបានច្រើនណាបងប្អូនមួយឡានច្រើនណានិយាយចំទៅគឺដាក់បានច្រើនពួកយើងធ្វើទ្រុងឡានជ្រៅហើយធំទៀតអញ្ចឹងបងប្អូនអាចដឹកបានច្រើនលេងកូនក្មេងអាចលេងបានយូរអីចឹងណាយើងអាចធ្វើមើលមុំទៅពួកគាត់លេងមិនសូវខូចប្រហែលទេអានេះខ្ញុំធ្វើដោយសារខ្ញុំធ្វើដើម្បីថតបង្ហាញចែកជូនបងប្អូនទស្សនានៅក្នុង YouTube ចឹងខ្ញុំធ្វើឲ្យតបានជាកម្រងទេបើសិនជាបងប្អូនចង់ធ្វើឲ្យវាមាំឲ្យវាល្អលេងបានយូរគឺបងប្អូនត្រូវយកនេះអាតួហ្នឹងគឺយើងយកឲ្យក្រាស់មកណាតួខាងក្រោមហ្នឹងគឺយើងដាក់ក្រាស់មកហើយយើងអាចចាប់វិសចាប់អីឲ្យមាំមកគឺវាលេងអីហើយបងប្អូនវិស1គីឡូតែ1000អីជាងទេវិសទូចហ្នឹងមានអីថ្លៃទេយើងទិញមកយើងចោះចាប់ខ្លួនឯងមួលចាប់ខ្លួនឯងស្រួលទេបងប្អូនបើស្អីយើងចេះធ្វើតួហើយវាអត់មានអីពិបាកទេយើងគ្រាន់តែមួលវាបន្តិចតួចមកដាក់វាជាប់ទៅចាប់ប្រឡងចាប់អីថែមតិចតួចទៅគឺលេងបានយូរហើយណាមួយយើងអត់ត្រូវចំណាយថវិកាច្រើនទៅទិញផងនេះបើសិនជាឡាននេះបើយើងទិញនៅតាមផ្សារគឺថ្លៃណាបងប្អូនតែគាត់ថាគេរាងស្អាតជាងតិចតែប៉ុណ្ណឹងតែគាត់ថាការលេងគឺអត់បានយូរដូចយើងធ្វើដោយដៃខ្លួនឯងចឹងគេឲ្យតែយើងធ្វើព្រឹកព្រៀងគឺលេងបានយូរណាបងប្អូនងាយខូចទេព្រោះជឿរបស់យើងក្រាស់ល្អវាអត់ងាយបាក់បែកតាណាចឹងណាយើងដាក់ឲ្យតែមាំទៅហើយណាមួយឈឿបារងនេះយើងធ្វើសម្រាប់តែយកមកធ្វើកន្លែងដែលថាទ្រុងអីទេបើសិនជាតួយើងអាចយកអាចัวបំពង់ទីបចាស់តែបងប្អូនចោលហើយយកមករោលភ្លើងហើយដុតពលាឲ្យវាសំប៉ែតទៅគឺយើងធ្វើបានហើយក្រាស់ល្អមាំទៀតបើសិនតែមិនក្រាស់ទេបងប្អូនអាចដាក់2ជាន់ទៅគឺក្រាស់មាំសំខាន់គឺការធ្វើរបស់យើងទេយើងចេះច្នៃខ្លួនឯងគឺយើងអាចលេងបានអញ្ចឹងណាសម្រាប់ខ្ញុំគឺខ្ញុំធ្វើនេះដូចខ្ញុំនិយាយអញ្ចឹងគឺខ្ញុំគ្រាន់តែបង្ហាញបងប្អូនឲ្យធ្វើអំពីប្លង់អំពីគំរូឡានអីទេហើយឲ្យបងប្អូនមើលខ្ញុំតិចតួចទៅបើសិនបងប្អូនអត់ទាន់ចេះណាសម្រាប់បងប្អូនណាដែលគាត់ចេះធ្វើខ្លួនឯងហើយគឺមិនបាច់មើលទេបងប្អូនណាសម្រាប់បងប្អូនណាដែលគាត់មិនទាន់ចេះគឺអាចមើលបាន
វាមិនអីជាអស្ចារ្យណាស់ទេគាត់ថាធ្វើទៅគឺអាចមើលបានហើយធ្វើអាចឲ្យកូនលេងបានហើយយើងអាចបង្រៀនកូនយើងឲ្យធ្វើឲ្យលេងបានណាអត់អីទេគឺងាយនៅផ្ទះកាត់បន្ថយការមើលទូរស័ព្ទរបស់កូនទៀតនឹងក៏ពិតជាល្អមែនតើណាបងប្អូនក្មេងនៅពេលដែលគាត់ឆ្នៃរបៀបចេះគឺគាត់មានខួរក្បាលឆ្លៀតវៃជាងក្មេងដែលលេងទូរស័ព្ទណាបងប្អូនចឹងហើយខ្ញុំសង្ឃឹមថាបងប្អូនយើងយកវីដេអូនេះទៅធ្វើជាគំរូតាមបានតិចតួចឬក៏បានច្រើនឬក៏មិនបានអានឹងសម្រាប់លើបងប្អូនការគិតរបស់បងប្អូនអញ្ចឹងខ្ញុំគិតថាវីដេអូនេះរឿងវែងបន្តិចហើយខ្ញុំសូមបញ្ចប់ត្រឹមហ្នឹងសូមអរគុណច្រើនសម្រាប់ការទស្សនានិងតាមដាន Channel YouTube របស់ខ្ញុំបាទប្រសិនជាបងប្អូនចង់ឲ្យខ្ញុំធ្វើវីដេអូប្លែកៗថ្មីអំពីកូនឡានពីឡានដឹកដីបងប្អូនអាច comment នៅខាងក្រោមវីដេអូនេះបានណាសូមអរគុណសូមជម្រាបលា